បាទក៏ជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំចង់មកធ្វើការចែកម្លែកខ្លះៗទៅតទៅនឹងការតាក់តែងមេស្វាយចន្ទីពុកម៉ែបងប្អូននេះខ្ញុំមកនេះខ្ញុំចង់មកខ្ញុំឃើញចំការស្វាយចន្ទីនេះគាត់ហាក់ដូចជាគាត់ការតាក់តែងមេផងគាត់ដូចជាខ្ជាណាគាត់មើលទៅគឺជាគាត់តាក់តែងដូចអត់បានល្អដែលធ្វើឲ្យដើមចន្ទីប៉ុណ្ណឹងមានសភាពបែបនេះគឺមានបញ្ហាទីមួយគឺវាបង្កជាមេចន្ទីប៉ុណ្ណឹងគឺវាគ្រាមងាប់ស្វិតបែបនេះដែលវាបង្កឡើងដោយសារយើងដូចជាអ្នកតាក់តែងមេគឺគាត់មកមើលពីខាងផងនេះការកាត់តែងបែបនេះគឺมันត្រឹមត្រូវទេពុកម៉ែបងប្អូនសម្រាប់ការតែងមេចន្ទីឃើញទេកាលណាដែលយើងតែងឆ្ងាយពីខាងឆ្ងាយពីដើមពេកវាធ្វើឲ្យមេចន្ទីប៉ុណ្ណឹងគឺស្អុយពុកម៉ែបងប្អូនស្អុយបែបនេះការស្អុយបែបនេះវាបង្កជាជំងឺហើយធ្វើឲ្យចន្ទីប៉ុណ្ណឹងអន់ពុកម៉ែបងប្អូននេះឃើញអត់គាត់មិនកាត់តែងហើយមែនតើនេះដូចមេឃនោះអីពុកម៉ែបងប្អូនឃើញអត់នេះអញ្ចឹងទេបើសិនជាពុកម៉ែបងប្អូនតែងពុកម៉ែបងប្អូនកាត់បែបនេះពុកម៉ែបងប្អូនកាត់ឲ្យគៀកបែបនេះនេះកាត់កន្លែងនេះពុកម៉ែមានកលៈនេះអញ្ចឹងពុកម៉ែបងប្អូនកាត់វាបែបនេះទៅដើម្បីឲ្យចន្ទីប៉ុណ្ណឹងគឺវាឆាប់សះមុខវិញវាឆាប់ចិត្តវាឆាប់ដោះចិត្តសាច់មកវិញតែបើពុកម៉ែបងប្អូនតែងឆ្ងាយដូចនេះលេងកាត់នៅចុងនោះនៅពុកម៉ែបងប្អូនកាត់ចុងនោះអញ្ចឹងវាធ្វើឲ្យមេចន្ទីនេះវាមានបញ្ហាងាប់ឬក៏អត់ងាប់ទេវាដោះមេឃថ្មីបែបនោះដែលវាធ្វើឲ្យចន្ទីប៉ុណ្ណឹងអន់ណាបងប្អូនបើចូលយើងតែងឲ្យស្អាតគឺយើងតែងកាត់ឲ្យគៀកបែបនេះយើងប្រើរណាយន្តឬក៏រណាសង់តនើទូចឬស្អីក៏បានដែរយើងកាត់ឲ្យវាគៀកបែបនេះកាត់បែបនេះក៏ឆ្ងាយដែរបងប្អូនអញ្ចឹងកាលណាយើងកាត់ឆ្ងាយបែបនេះធ្វើឲ្យមេឃចន្ទីប៉ុណ្ណឹងយើងនៅវានៅឆ្ងាយនេះគឺវាក្រសះហើយវាអាចនឹងមេឃនេះវានឹងស្អុយវាបង្កជាធ្វើឲ្យចន្ទីយើងមានជំងឺផ្សិតនៅតាមនោះហើយវាអាចបើវាអន់ចន្ទីអញ្ចឹងពុកម៉ែមកកាត់អាគាបែបនេះវានឹងឆាប់សះដូចនេះអីពុកម៉ែបងប្អូនការកាត់បែបនេះក៏ត្រឹមត្រូវទេអញ្ចឹងពុកម៉ែបងប្អូនកាត់នេះត្រឹមកន្លែងនេះពុកម៉ែបងប្អូននេះកន្លែងបងកាត់ឲ្យត្រឹមនឹងមកហើយវានឹងងាយនឹងចិត្តសោះមកវិញពុកម៉ែបងប្អូនអញ្ចឹងមើលថាមើលកាត់តែងម៉ែបែបនេះគឺអត់ត្រឹមត្រូវពុកម៉ែបងប្អូនចឹងពុកម៉ែបងប្អូនគួរតែយកចិត្តទុកដាក់ទៅនឹងការតែងមេស្វាយចន្ទីនេះមើលគាត់កាប់បែបនេះអញ្ចឹងឃើញមេឃពេលកាប់ទៅមេឃនេះងាប់ឯងបងប្អូនអញ្ចឹងសាច់នេះគឺអត់ងាយនឹងជាទេពីនៅចឹងមើលគាត់តែងតាមដើមចន្ទីបានគាត់នេះពុកម៉ែបងប្អូនឃើញកាលណាដែលយើងកាប់អត់ដល់នេះមេឃប៉ុណ្ណោះឃើញនេះវាដុះនេះគាត់កាប់គាត់ប្រើកាបិតកាប់អញ្ចឹងវាធ្វើឲ្យមេឃនឹងចាប់ផ្ដើមដុះមកហើយមេឃនឹងវាធ្វើឲ្យវាទៅមេឃអស់នេះវាច្រើនវា CG យើងអត់ប្រយោជន៍ដែរអញ្ចឹងយើងតែងមេឃគឺយើងតែងវាឲ្យគៀកមកនឹងដើមបែបនេះបងប្អូននេះកាត់វាគៀកបែបនេះបងប្អូននេះត្រឹមកលៈនេះអញ្ចឹងមេឃនេះគឺមានកលៈនេះកាត់ឲ្យគៀកបែបដើម្បីឲ្យវាឆាប់ចិត្តសាច់មកវិញមើលនេះកាលណាយើងតែងឆ្ងាយបងប្អូនឃើញអត់វាបង្កឲ្យស្អុយបែបនេះនេះវាស្អុយបែបនេះបងប្អូនឃើញចឹងឃើញអត់សាច់វាក្រជាវាមានដបៅអានេះវាជាអាចបង្កឲ្យមានផ្សិតណាបងប្អូនមើលថាគាត់តែងមេឃគឺអត់ស្អាតមានថាអត់ដឹងថាគាត់អត់បានស្វែងយល់ពីការតាក់តែងមេឃឬក៏យ៉ាងណាទេគឺថាមើលបងប្អូនគាត់តែងនៅសល់មេឃអាចវែងមែនតើនេះចឹងមេឃនេះបងប្អូនគឺវាចាប់ដើមងាប់ហើយវាធ្វើឲ្យចន្ទីយើងអន់ហើយវាបង្កជាជំងឺផ្សេងនេះងល់កើតសត្វចឹងពុកម៉ែបងប្អូនកាត់អាគានេះបងប្អូនដូចនេះដែរនេះខ្ញុំអាចពុកម៉ែបងប្អូននេះជាបញ្ហានៃការតាក់តែងមួយចន្ទីដែលមិនបានល្អមិនឃើញអត់វានឹងងាប់ហើយសាច់នេះអត់ងាយជាទេវាបង្កើតជាដំបៅដល់ដើមមួយចន្ទីយើងណាបងប្អូនមកមើលការតាក់តែងមិនគាត់បងប្អូនមើលlạiបងប្អូនឃើញថាគាត់តែងអត់ស្អាតនេះគាត់កាត់ឆ្ងាយពេកនេះឃើញអត់វាក៏ជាងាប់បែបនេះនេះបងប្អូននេះឃើញចន្ទី
ការតែងแบบនេះគឺអត់ត្រឹមត្រូវទេបងប្អូនដូចខ្ញុំជម្រាបចឹងពុកម៉ែបងប្អូនចឹងការតែងម៉េចគឺពុកម៉ែបងប្អូនកាត់ឲ្យគៀកបែបនេះកាត់នេះវាមានកលៈម៉េចពុកម៉ែបងប្អូននេះកលៈវាមានចឹងពុកម៉ែបងប្អូនកាត់ឲ្យត្រឹមកលៈហ្នឹងកាត់ទេដើម្បីឲ្យវាឆាប់ចិត្តសាសវិញនេះឃើញពុកម៉ែបងប្អូននេះគឺជាកលៈម៉េចហ្នឹងវាអញ្ចឹងពុកម៉ែបងកាត់ឲ្យចំហ្នឹងមកនេះដើម្បីឲ្យសាច់ឆាប់ជាឡើងវិញជាវាងដែលពុកម៉ែបងប្អូនកាត់តែងម៉េចទុកបែបនេះឃើញពុកមកបងប្អូនឃើញហើយវាចាប់ដើមស្អុយដើមចន្ទីយើងណាមានបញ្ហាឃើញពុកម៉ែបងប្អូនទាំងអស់នេះគឺជាបញ្ហាដែលនាំឲ្យយើងចន្ទីយើងមានបញ្ហាមូលហេតុដែលនាំឲ្យចន្ទីយើងមានបញ្ហានេះបងប្អូនហើយមួយទៀតចន្ទីនេះគឺមានថាដាំញឹកមែនតើពុកម៉ែបងប្អូនហើយដីនេះប្រភេទដីទួលដីលើក្នុងហើយដីក្រហមស្អាតណាស់ពុកម៉ែបងប្អូនដីប្រភេទដីស្អាតណាស់ហើយគាត់ដាំញឹកមែនតើនេះពុកម៉ែបងប្អូនឃើញមើលកម្លៀតញឹកមែនតើកាលណាកម្លៀតញឹកពេកពុកម៉ែបងប្អូនអាចនឹងមើលបាននេះឃើញមែកទៅលើហើយអត់មាននេះទេមានផ្កាមានអីមានតែមែកលើកដាលបន្តិចទេអញ្ចឹងកាលណាដែលពុកម៉ែបងប្អូនដាំញឹកបែបនេះជាមូលហេតុមួយដែលធ្វើឲ្យចន្ទីពុកម៉ែបងប្អូនអត់សូវបានផ្លែផ្កាល្អដូចគេដោយសារតែដល់ពេលដែលញឹកបែបនេះពុកម៉ែបងប្អូននៅកម្លៀតនោះប្រហែលជា4ម៉ែត្រទេនេះដល់5ម៉ែត្រពុកម៉ែបងប្អូនពីដើមមួយទៅដើមមួយអញ្ចឹងវាញឹកមែនតើអញ្ចឹងមែកសឹងថាឲ្យដីនេះប្រភេទដីក្រហមទៀតដីគ្រូក្រហមហើយដីល្អទួលសោះទឹកទៀតហើយពុកម៉ែបងប្អូនដាំញឹកបែបនេះឃើញថាវាមែកវាដល់គ្នាហើយវាអត់មានមែកសាខាយហើយយើងសម្លឹងទៅមើលខាងលើគឺអត់សូវមានមែកផ្លែផ្កាទេមានតែមែកត្រង់ទៅលើស្ទួយអញ្ចឹងមែកហ្នឹងគឺវាអត់សូវមានការផលិតផ្កាផ្លែអីច្រើនទេពុកម៉ែបងប្អូនអញ្ចឹងជាការចែកម្លែកមួយទៅដល់ពុកម៉ែបងប្អូនដាំចន្ទីទី1គួរតែជ្រើសរើសកម្លៀតដាំឲ្យបានត្រឹមត្រូវជៀសវាងតែពុកម៉ែបងប្អូនសម្រាប់ចិត្តខុសក្នុងការដាំដែលធ្វើប៉ះពាល់ទៅដល់ទិន្នផលបានពុកម៉ែបងប្អូននេះគឺញឹកមែនតើហើយទាំងកម្លៀតនៃការដាំទាំងការតាក់តែងមែកហើយទាំងអីទាំងអស់នេះគឺអត់បានត្រឹមត្រូវហើយអត់ស្អាតតែធ្វើឲ្យប៉ះពាល់ដល់ចន្ទីនេះបើសិនជាតែងមែកបានត្រឹមត្រូវឬក៏យើងមានកម្លៀតអីត្រឹមត្រូវប្រភេទដីល្អអាចថាទិន្នផលក៏គួរសមឲ្យពុកម៉ែបងប្អូនមើលការតែងមែកបែបនេះពុកម៉ែបងប្អូនគឺញ៉ាំមែនតើតែងបែបនេះកាប់យកបែបនេះជាការចែកម្លែកមួយពុកម៉ែបងប្អូនកុំតែងបែបនេះកុំតែងកាប់បែបនេះអញ្ចឹងដូចខ្ញុំជម្រាបឲ្យមើលទៀតគឺយើងកាត់ដោយប្រើរណាត្រង់សនើឬក៏អីឲ្យវាមុខកាត់ហ្នឹងគឺវាស្មើល្អហើយកុំឃ្លាតឆ្ងាយពីដើមពេកនេះពុកម៉ែបងប្អូនកាត់ត្រឹមកលៈនេះយើងកាត់បែបនេះកាត់ឲ្យវានេះពេលខ្លះយើងកាត់ហើយយើងមានលាបជាថ្នាំអីផ្សេងឬក៏ប្រេងម៉ាស៊ីនឬអីផ្សេងដើម្បីកុំឲ្យវាមានឆ្លងរោគទៅដល់ចន្ទីយើងធ្វើឲ្យវាក្រសាសណាប៉ុន្តែនេះមិនត្រឹមតែកាត់មិនបានស្អាតហើយតាក់តែងបែបនេះគឺវានាំបញ្ហាទៅដល់ចន្ទីពុកម៉ែបងប្អូននេះជាការចែកម្លែកមួយទៀតតទៅនឹងកម្រិតដាំពុកម៉ែបងប្អូនក៏ត្រូវគិតគូរដែរអត់នេះជាលទ្ធផលជាក់ស្ដែងដែលខ្ញុំយកមកបង្ហាញពុកម៉ែបងប្អូននៅtrongការអាននេះមួយដើម្បីធ្វើការបង្ហាញថាការដាំញឹកពេកវាមានផលវិបត្តិបែបណាអញ្ចឹងណាពុកម៉ែបងប្អូននេះពុកម៉ែបងប្អូនឃើញហើយមែកពួកអីចន្ទីភាគច្រើនវាមែកសាខាវាផ្លែផ្កាល្អនៅមែកសាខាកាលណាវាអត់មានមែកសាខាច្រើនទេការផលិតផ្លែផ្កាផាន់ចន្ទីក៏បានល្អដែរនេះបងប្អូនអញ្ចឹងមុននឹងពុកម៉ែបងប្អូនធ្វើការសម្រាប់ចិត្តក្នុងការដាំស្វាយចន្ទីកម្លៀតនៃការដាំឲ្យបានត្រឹមត្រូវពុកម៉ែបងប្អូនត្រូវតែសម្រាប់ចិត្តឲ្យបានច្បាស់លាស់ដើម្បីកុំឲ្យពុកម៉ែមានការខាតបង់នេះបងប្អូនខ្ញុំចូលមកចំការនេះខ្ញុំស្ដោកខ្ញុំមកស្ដោកចិត្តមកវាជាការក៏អត់សូវបានថែទាំបានល្អឲ្យដីល្អមែនតើដីល្អហើយការតែងមែកបានគាត់នេះក៏តែងបានស្អាតហើយក៏មិនដឹងថាមែកណាគួរកាត់បែកណាមិនគួរកាត់ទេវាថា
ដឹងតែកាត់យកហ្មងអញ្ចឹងមែកចងៀងចងាងដើមមែកឆ្វេងឆ្មាចងៀងចងាងប៉ុណ្ណឹងមិនដឹងជាយកមែកណាអីមែកណាទេហើយវិញចេះទៅបងប្អូនមែនបាទចឹងអរគុណច្រើននេះជាការចែកម្លែកនៅក្នុងវីដេអូបានខ្ញុំខ្ញុំបានមួយនេះចឹងបើសិនជាពុកម៉ែគិតថាវីដេអូបានខ្ញុំដែលចែកម្លែកនេះមានអត្ថប្រយោជន៍ពុកម៉ែបងប្អូនអាចធ្វើការចុច like ចុច share ឬក៏ចុច subscribe វីដេអូខ្ញុំបាទហើយបើសិនជាពុកម៉ែបងប្អូនមានជាប្រតិមានជាយោបល់អីដើម្បីជាការចែកម្លែកបន្ថែមពីលើអ្វីខ្ញុំចែកម្លែកនេះអាច comment ចែកម្លែកនៅខាងក្រោមវីដេអូបានខ្ញុំបាទហើយដើម្បីចែកជូនទៅដល់ពុកម៉ែបងប្អូនផ្សេងទៀតដែលគាត់បានស្វែងយល់បន្ថែមតទៅនឹងការថែទាំចន្ទីកាត់តាក់តែងមែកស្វាយចន្ទីក៏ជាការដាំបែបណាឲ្យបានត្រឹមត្រូវទៅតាមស្ថានភាពដីអីបាទអរគុណច្រើនសម្រាប់វីដេអូមួយនេះជួបគ្នានៅវីដេអូក្រោយៗទៀតបាទអរគុណច្រើនជម្រាបលាបាយបាយ